តោះយើងមកបន្តដំណើរជាមួយគ្នាម្ដងទៀតនៅវគ្គទី2ឥឡូវនេះខ្ញុំកំពុងតែដើរទៅផ្សារដើម្បីទិញសម្លៀកបំពាក់មួយថ្ងៃនេះគឺខ្ញុំដើរច្រើនមែនទែនត្រឡប់ចុះត្រឡប់ឡើងដើម្បី explore នៅក្នុងទីក្រុងបន្ទាប់ពីទិញសម្លៀកបំពាក់រួចខ្ញុំបានចេញមកក្រៅដើម្បីរងចាំឡានទៅញ៉ាំអាហារពេលល្ងាចនៅតាមផ្លូវទៅញ៉ាំអាហារពេលល្ងាចនេះគឺមាន street food លក់ច្រើនមែនទែននៅតាមមាត់ស្ទឹងគ្រប់ខែដែលខ្ញុំបានទៅគឺសៀមរាបនេះហើយដែលមានភ្លើងពណ៌ចែងចាំងច្រើនជាងគេថ្ងៃនេះយើងបានមកញ៉ាំនៅហាងប្រហុកហើយយើងក៏បានកំងមាន់ដុតទឹកឃ្មុំមកជូរខួរក្តាមក្តាតកង្កែបអាំងអំបិលម្ទេសហើយគេក៏មាន free ឆាត្រកួនគ្រឿងក្នុងផងដែរបន្ទាប់មកយើងបានដើរទៅ Pub Street ដើម្បី explore នៅ Pub Street ម្ដងទៀតនៅទីនេះមានការរៀបចំច្រើនអំពីសង្ក្រាន្តនៅ Pub Street ផងដែរពួកយើងបានដើរទៅរកការ៉េម gelato ការ៉េមដែលខ្ញុំចង់ញ៉ាំនោះបានអស់ហើយដូច្នេះហើយខ្ញុំអត់បានញ៉ាំការ៉េមទេក៏ត្រឡប់មកវិញនៅពេលដែលមកដល់ Pub Street យើងបានចូលញ៉ាំនៅក្នុង pub មួយកន្លែងគេមាន welcome drink ជាតែក្រូចឆ្មានិងមាន free ឆេកឆាផងដែរបន្ទាប់ពីមានការញ៉ាំ drink បន្តិចបន្តួចយើងក៏ត្រឡប់មកផ្ទះវិញឥឡូវនេះមកដល់កន្លែងគេងវិញហើយអូយដើរហត់ថ្ងៃនេះគឺដើររហូតមកដើរមកជុំព្រះអង្គជ័យព្រះអង្គចោម